ដាក់ប្រហុកចិញ្ច្រាំចូលក្នុងឆ្នាំងកូរឲ្យឈ្ងុយរួចដាក់គ្រឿងបុកដែលយើងរៀបចំបំបាញ់មិញចូលកូរឲ្យសព្វជាមួយគ្នាដាក់សាច់ជ្រូក3ជាន់ចូលកូរឲ្យដាច់ទឹករួចបន្ថែមរសជាតិដោយទឹកត្រីស្ករអំបិលនិងម្សៅស៊ុបឲ្យចូលជាតិគ្នាបានល្អបន្ទាប់មកដាក់បន្លែដែលរឹងៗចូលរួចដាក់អង្ករលីងនិងចាក់ទឹកឲ្យសមល្មមរង់ចាំរហូតដល់សម្លពុះនៅពេលសម្លពុះខ្លាំងយើងបង់បន្លែស្លឹកចូលរង់ចាំឲ្យឆ្អិនបន្តិចរួចជាការស្រេចសម្លកកក្តៅៗឈ្ងុយឆ្ងាញ់រួចរាល់ហើយ